សូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនពាក់ព័ន្ធជាមួយនឹងព័ត៌មានថ្មីទៀតហើយគឺជនជាតិចិនម្នាក់គឺត្រូវបានបាត់បង់ជីវិតនៅក្នុងទឹកដីថៃនៅក្នុងថ្ងៃទី10ត្រូវបានចុះផ្សាយព្រំព្រៀងកាសែតថៃអត់ហ៊ានចុះផ្សាយទេបើស្ងាត់មាត់ឈឹងតែម្ដងប៉ុន្តែកាសែតចិនបានធ្វើការចុះផ្សាយហើយប្រជាជនចិនកំពុងតែមានការតវ៉ាក្រោយពេលដែលជនជាតិចិនម្នាក់គឺត្រូវបានបាត់បង់ជីវិតនៅទីក្រុងផាតាយានៅក្នុងការបាត់បង់ជីវិតនេះផងដែរបើយោងទៅតាមការអះអាងរបស់ឪពុកកូនរបស់គាត់គឺត្រូវបានបាត់បង់ជីវិតដោយសារតែបើគេប្រើប្រាស់កំបិតចាស់នៅក្នុងសកម្មភាពបែបនេះគឺបង្កឲ្យមានការផ្ទះផ្អើលយ៉ាងខ្លាំងមិនទាន់អាចកំណត់អត្តសញ្ញាណថាអ្នកដែលចាក់នោះជាជនជាតិថៃឬមួយក៏ជនជាតិបរទេសបងប្អូនត្រូវចាំថាភ្ញៀវទេសចរទាំងអស់ប្រទេសថៃមិនមែនជាគោលដៅសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទេនៅមួយរយៈចុងក្រោយនេះក្រោយពេលដែលក្រុមអ ுக ្រិតជននិងតែងតែបង្កនៅអំពើផ្សេងៗនិងអ ுக ្រិតកម្មផ្សេងៗនៅក្នុងប្រទេសថៃយើងងាកមកមើលភ្ញៀវទេសចរបានបាត់បង់ជីវិតជាបន្តបន្ទាប់រងនឹងការប្រមាថមើលងាយសពគ្រប់បែបយ៉ាងទាំងអស់ពីជនជាតិថៃដែលជាអ្នកធ្វើសកម្មភាពទាំងអស់នេះឥឡូវនេះទៀតហើយគឺនៅផាតាយាគឺមានការប្តឹងអំពីឪពុកជនរងគ្រោះក្រោយពេលដែលកូនរបស់គាត់ត្រូវបានបាត់បង់ជីវិតនៅក្នុងខុនដូដែលត្រូវបានរកឃើញដោយបាត់បង់ជីវិតនេះមិនទាន់បញ្ជាក់អំពីមូលហេតុបាននៅឡើយទេថៃខិតខំបិទព័ត៌មាននេះជិតស្ងាត់ឈឹងតែម្ដងតែចិនផ្សព្វផ្សាយប្រងព្រាតចំពោះបញ្ហានេះបងប្អូនបាទនេះបង្ហាញសបញ្ជាក់ឲ្យឃើញថាការប្រមាថខ្មែរនៅពេលកន្លងទៅការឈ្លានពានខ្មែរនៅពេលកន្លងទៅការធ្វើបាបខ្មែរនៅពេលកន្លងទៅឥឡូវនេះកម្ពុជាថៃបានចូលមកដល់ហើយបាទមិនត្រឹមតែមិនធម្មតាទេបាទជនបរទេសភ្ញៀវទេសចរជាច្រើនកំពុងតែបាត់បង់ជីវិតខ្លះបាត់ខ្លួនខ្លះត្រូវបានប្រមាថហើយរដ្ឋាភិបាលថៃគ្មានវិធានការអីដែលជ្រៅជ្រះបើក្រៅពីហៅពួកគេធ្វើកិច្ចសន្យារួចហើយឲ្យរួចខ្លួនអញ្ចឹងទើបបណ្ដាលឲ្យបទឧក្រិដ្ឋផ្សេងៗនៅក្នុងស្រុកថៃកើនឡើងកាន់តែច្រើនទៅបញ្ហានេះគឺកើតឡើងដោយសារតែចាប់ផ្ដើមពីរដ្ឋាភិបាលមិនពង្រឹងច្បាប់ផ្ទុយទៅវិញពង្រឹងតែអំណាចបាទរបស់ខ្លួននៅក្នុងប្រទេសហើយនឹងបានបង្កចំនួនជាមួយនឹងប្រទេសជិតខាងបើយោងទៅតាមការផ្សាយរបស់កាសែតចិននិងក៏ដូចជាបានបើកកកាយអំពីបញ្ហាថៃដែលមិនមែនជាទីតាំងបើមានសុវត្ថិភាពផ្នែកទេសចរទៀតនោះទេក្រុមគ្រួសាររបស់បរិសុទ្ធវ័យក្មេងជនជាតិចិនម្នាក់គឺបានបង្ហោះនិងក៏ដូចជាអំពីសកម្មភាពដែលកូនរបស់គាត់គឺត្រូវបានបាត់បង់ជីវិតហើយបានហោះហើរបន្ទាន់ពីប្រទេសចិនទៅកាន់តុលាការនៅផាតាយានិងដើម្បីទាមទាររោគយុត្តិធម៌ដោយជំរុញឲ្យប៉ូលីសស៊ើបអង្កេតការនាំទៅដល់នៃការបាត់បង់ជីវិតកូនរបស់គាត់និងពិនិត្យចំពោះស្ត្រីនៅក្នុងបន្ទប់ដែលហេតុការណ៍នេះបានកើតមានឡើងបណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងខុនដូនៅក្នុងថ្ងៃទី10ខែសីហាឆ្នាំ2026នៅតុលាការខេត្តផាតាយាឪពុករបស់ជនជាតិចិនអាយុ20ឆ្នាំនិងដែលត្រូវបានគេចាក់បណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងបន្ទប់ខុនដូនៅផ្លូវសូយណានជាយនៅជំនាញ30ភូមិណាងទៀនស្រុកសាតាហ៊ីបនៅក្នុងខេត្តឈុនបុរីនៅព្រឹកថ្ងៃទី8ខែសីហារួមជាមួយនឹងក្រុមគ្រួសារនិងអ្នកគាំទ្រក៏បានទៅដល់ប្រទេសចិននិងមកកាន់ប្រទេសថៃដើម្បីតាមដានករណីនេះនឹងទាមទាររោគយុត្តិធម៌សម្រាប់កូនរបស់គាត់ក្រុមគ្រួសារក៏បានលើកបដាជាភាសាចិននិងភាសាថៃអង់គ្លេសនៅចំពោះមុខតុលាការនៅផាតាយានិងដោយមានសារជាច្រើនរួមជាមួយនឹងករណីអំពើកម្មដោយចេតនាទៅលើកូនរបស់គាត់ទាមទារឲ្យមានការផ្ដន់ទោសយ៉ាងធ្ងន់ធ្ងរបំផុតទៅលើជនល្មើសយើងខ្ញុំសូមអំពាវនាវយ៉ាងមុតមមនិងដល់រដ្ឋាភិបាលថៃផ្ដល់អធិភាពនិងសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ជនបរទេសនៅក្នុងប្រទេសថៃនិងបរិយាកាសអាប់អួរនិងស្មុគស្មាញដែលក្រុមគ្រួសាររបស់គាត់កំពុងតែកាន់ទោសនិងចំពោះការបាត់បង់កូនជាទីស្រឡាញ់អាយុ20ឆ្នាំនិងរបស់ពួកគាត់ដែលឪពុករូបនេះបានបង្ហាញតាមរយៈការបកប្រែនិងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសថៃដើម្បីដោះស្រាយបញ្ហាទាក់ទិនជាមួយនឹងកូនប្រុសរបស់គាត់និងដើម្បីតាមដាននិងសំណុំរឿងចំពោះកូនគាត់ដំណើរការផ្លូវច្បាប់និងកំពុងតែត្រូវបានតាមដានយ៉ាងដិតដល់ដែលទទួលស្គាល់ថាការបាត់បង់កូនរបស់ពួកគេគឺជាករណីមួយដែលជាការបាត់បង់ដ៏ធំបំផុតនៅមនុស្សជាទីស្រឡាញ់ដែលខំចិញ្ចឹមបីបាច់ថែរក្សាអស់រយៈពេលជាង20ឆ្នាំបង្កទៅជាទុក្ខលំបាកដល់ក្រុមគ្រួសារពួកគាត់សម្ដែងនៅក្តីសង្ឃឹមនៅយុត្តិធម៌
អាចនឹងផ្ដល់ជូនពួកគាត់នៅក្នុងពេលឆាប់ខាងមុខនេះបងប្អូនជាទីគោរពរាប់អានេះហើយគឺជាករណីដែលជាកត្តាដែលបង្កឲ្យមានការបាត់បង់ជីវិតជនបរទេសនិងក៏ដូចជាបញ្ហាអសន្តិសុខនៅក្នុងស្រុកថៃគឺកើតឡើងច្រើនឡើងរឿងចាស់ដោះមិនទាន់ហើយផងឥឡូវនេះរឿងថ្មីត្រូវកើតឡើងបន្ថែមទៀតរឿងចាស់បើកំពុងតែត្រូវបានបើកើតមានឡើងធ្វើការដោះរហូតឥឡូវគោដោយអាចភេហើយរឿងថ្មីហ្នឹងក៏ត្រូវបានកើនឡើងរហូតដែរអញ្ចឹងរឿងចាស់ដែលថៃដោះមិនបានដោយសារអីបើជនបង្កឬក៏អ្នកប្រមាថជនបរទេសឬមួយក៏ប្រព្រឹត្តអំពើហិង្សាលើជនបរទេសគ្រាន់តែធ្វើកិច្ចសន្យាឬហៅណែនាំទៅរួចខ្លួនការអនុវត្តទោសទណ្ឌមិនមានអញ្ចឹងបើធ្វើឲ្យបុគ្គលដទៃទៀតឃើញអញ្ចឹងបាទនៅពេលដែលមានកំហឹងបន្តិចបន្តួចក៏ចាប់ផ្ដើមធ្វើសកម្មភាពមិនល្អបាទទៅលើជនបរទេសទាំងអស់នោះរួចហើយបង្កើតទៅជាអំពើហិង្សាខ្លះហ្នឹងបាទសម្លេះចោលតែម្ដងដូចជាករណីមួយរយៈចុងក្រោយនេះក្រោយពេលដែលបាទស្ដេចថៃមានការលើកលែងទោសបាទចំពោះជនល្មើសជាច្រើនមានទាំងក្រុមចោរប្លន់និងក៏ដូចជាក្រុមបាទអ ுக ្រិតកម្មផ្សេងទើបបណ្ដាលឲ្យប្រទេសថៃកាន់តែរញ៉េរញ៉ៃតែម្ដងហើយជីវិតរបស់មនុស្សបាទប្រៀបបានដូចជាផ្សារត្រីនៅក្នុងពេលបច្ចុប្បន្ននេះបាទជាពិសេសជនបរទេសរៀងទំនងរៀងមានលុយគឺបើស្រួលមិនស្រួលនឹងត្រូវបានបាទគេធ្វើស៊ីតែម្ដងបញ្ហានេះដូច្នោះយើងរងចាំមើលទាំងអស់គ្នាថានឹងទៅជាយ៉ាងណាខ្ញុំបាទសូមអរគុណនិងសូមគោរពលា